ថោថ្មនេះឲ្យរកខ្ញុំមានការអីហ៎ពុកខានកូនទៅសេអសូនឹងគូគំនូយូរហើយតើកូនទៅសេស្អីនឹងគូស្អីទៅឲ្យពុកមុនបន្តិចបានទេខ្ញុំអន់ថយជាងមុនគ្មានអីល្អមើលទេពុកតែតែនឹកឃើញកាលពីមុនពុកបង្រៀនកូនទៅសេអសូហើយនឹងគូគំនូមិនកាន់និយាយអញ្ចឹងសុខភាពពុកកាន់តែខ្សោយជាងមុនហើយប្រហែលជានៅសល់ពេលចុងក្រោយពុកធកនឹងយិនឆាំងហ្វឹងពុកឲ្យកូនរើសយកជីវិតតែមួយតែកូនរើសយកមួយណាពុកឬក៏គេខ្ញុំបើកូនរើសយកយិនឆាំងហ្វឹងពុកនឹងផ្ដល់សេរីភាពឲ្យកូនពីមានហៃសាឬក៏សម្ព័ន្ធស្អែកក្រាញ់មិនស័ក្តិសមនឹងកូនទេបើជ្រុលឲ្យកូនឈឺចាប់ហើយពុកក៏លំបាកនោះយើងសុខចិត្តធ្វើការកាត់ផ្ដាច់ទំនាក់ទំនងវិញប្រសើរជាជាងពុកថនអ៊ីបើនិយាយពីវិន័យរបស់ប៉ាកូនមិនដឹងជាត្រូវស្លាប់ប្រមាណលើកមកហើយទេពុកធសុខចិត្តស្លាប់ខ្លួនឯងក៏មិនដាច់ចិត្តឲ្យកូនស្លាប់ដែរចំពោះពុកធវិញកូនសំខាន់ជាងអ្វីទាំងអស់ពុកធកុំនិយាយចឹងអីមកពីខ្ញុំអាត្មានិយមទើបនាំទុកដល់ពុកធថ្ងៃនេះពុកធទៅរបួសធ្ងន់ហើយបញ្ហាក្នុងនិងក្រៅប៉ាមានជារហូតមិនស្ងប់សុខហេតុអីក៏ពុកធធ្លាក់ខ្លួននៅថ្នាក់នឹងគឺព្រោះតែពុកធចង់មកចេញកំហឹងជួបពុករបស់កូនហើយពុកធបាននិយាយថាថ្ងៃក្រោយអ្វីទាំងឡាយនេះគឺជារបស់កូនតែគួរឲ្យស្ដាយពុកមិនអាចកសាងសមិទ្ធផលឲ្យបានច្រើនជាងនេះប្រហែលជាពុកថយយ៉ាងម៉េចហើយមិនអីទេមិនអីទេពុកមិនអីទេពុកមិនអីទេពុកថយឲ្យតែបានជួយពឹងទោះស្លាប់ក៏ខ្ញុំព្រមដែរអេលេមកជប់បាយមានតែមួយគត់ដែលអាចជួយពុកថយបានខ្លាចតែលំបាកដល់កូនប៉ុណ្ណោះពុកថយខ្ញុំមិនត្រូវការជីវិតផងមានអីត្រូវលំបាកដូច្នេះត្រូវលំបាកដល់កូនពី3ថ្ងៃហើយសូមអរគុណយ៉ាងម៉េចហើយអ្នកទាំងពីររៀបចំយ៉ាងម៉េចដែរអីទីកុំបារម្ភខ្ញុំនឹងធ្វើការអូគុំមកដល់ចេញផ្លូវចាមែនបងឡោះណោះហើយកូនកំមកមកហើយកូនកំឡោះមកហើយកូនកំមកមកហើយអ្នកប្រុសខ្ញុំបកុលអ៊ីជួអ្នកប្រុសហើយគូស្វាមីសែនដូនតាអូពិតជាល្អណាស់ពិតជាល្អណាស់ឆាងហ្វឹងខ្ញុំបានទុកអ៊ីជាកូនស្រីខ្ញុំទៅហើយថ្ងៃនេះឯងរៀបការជាមួយនឹងនាងតែត្រូវឆ្លងកាត់ដំណាក់កាល3សិនហាត្រូវតែឆ្លើយរួចទៅសំណួរទាំង3នេះបើឆ្លើយរួចខ្ញុំនឹងបកលអ៊ីទៅឲ្យឯងអូល្អពិតជាល្អណាស់ព្រឹទ្ធាចារ្យសូមម្ចាស់បានអញ្ចឹងចាំស្ដាប់ទី1តើឯងដាក់ចិត្តស្រឡាញ់អ៊ីដល់ចិត្តស្មោះទេបាទអូល្អណាស់ទី2ទោះជាក្រីក្រឬក៏មានបានទុកលំបាកឬក៏សុខសាន្តតើព្រមដល់ការពារអ៊ីអស់មួយជីវិតដែរទេព្រមសំណួរទី3ឯនឹងអ៊ីពេលដែលនៅក្នុងបន្ទប់នោះតើបានធ្វើអីខ្លះទៅចាំទួដែរពួកខ្ញុំក៏ងឹមឆ្ងល់ដែរឃើញដែរទីឆាំងហ្វឹងដែលយល់ដឹងឲ្យទន់ភ្លន់កណ្ដាទៅទៅហើយនៅក្នុងបន្ទប់អ៊ីធ្វើអីខ្លះទៅឬមួយក៏មិនមែនឬមួយក៏មិនមែនទៅបង្រៀនចំណេះឬមួយក៏ណែនាំគេទេអេហ្វឹងដូចជាទាសាពេកហ្នឹង
ធ្វើអញ្ចឹងមិនដូចជាឈៀនឆាំងហ្វឹងដែលខ្ញុំស្គាល់ទេអីអើតាកាចាស់នេះចាំមែនហើយនិយាយស្រីអត់មើលទីតាំងសោះចាស់អើយយើងគ្មានបំណងអាក្រក់ទេណែគាត់ទៅលេងសើចជាមួយគ្រូស្វាមីភរិយាថ្មីតែប៉ុណ្ណោះយើងអុកឡុកតែមួយភ្លេតទេតែបន្តិចទៀតមានគេទៅអុកឡុកដល់បន្ទប់ផ្សំតម្លេចច្រើនណាស់មិនអញ្ចឹងត្រូវហើយអុកឡុកគឺផ្សេងតែកុំឲ្យខកពេលអូត្រូវហើយនេះស្ដាប់សម្ដីសិស្សប្អូនទៅឆាប់អញ្ជើញកូនកំងកូនកំឡោះសែនដូនតាទៅទី1សំពះទេវតាទី2គោរពមេបាប្តីប្រពន្ធគោរពគ្នាអ៊ីបងស្រឡាញ់អូនណាហើយលឿនឡើងឆាប់ឡើងចុះសិនគេយិនឈិនស៊ីងចង់ធ្វើអីហ្នឹងយិនឈិនស៊ីងមិនកែខ្លាចជាងចឹងឆាំងហ្វឹងខ្ញុំទៅថ្នាំពុននឹងឥឡូវនេះថ្នាំពុលរើឡាមានតែបងទេដែលអាចជួយខ្ញុំបានយិនឈិនស៊ីងឯងកុំស្មានថាឯងធ្វើកំសត់នៅមុខយើងអាណិតអាសូរឯងនោះបើឯងត្រូវថ្នាំពុលទៅហើយឯងគួរតែស្លាប់ទៅសមគ្រូខ្ញុំនិយាយត្រូវយើងមិនអាណិតឯងទេឆាំងហ្វឹងឬមួយក៏លបងដាច់ចឹងឃើញខ្ញុំត្រូវថ្នាំពុលដល់ស្លាប់ទាំងអស់គ្នាចាប់អានេះគេចេញទៅកុំឲ្យមកបំផ្លាញរឿងល្អអ៊ីនឹងឆានហ្វឺជិបសិនឈិនស៊ីងពេលដែលឯងធ្វើមកប់នេះយើងឯងគិតដល់មនុស្សចេតនាយើងដែរទេខ្ញុំនឹងខុសហើយតែខ្ញុំធ្វើដោយបង្ខំចិត្តទេលោកបងគិតទៅមើលគូនអ៊ីធីនមានមហិច្ឆតាបើខ្ញុំស្ដាប់តាមគេទេខ្ញុំត្រូវស្លាប់ស្មានដល់ថាហឺលៀនប៉ាកាន់តែពុះពុលទៅទៀតគេបង្ខំឲ្យខ្ញុំផឹកថ្នាំពុលឲ្យខ្ញុំស្ដាប់បញ្ជាគេបើមិនចឹងខ្ញុំនឹងត្រូវស្លាប់មួយជីវិតខ្ញុំឯកោណាឆាំងហ្វឹងពាក្យទាំងនេះសូម្បីតែខ្ញុំក៏ទៅតែជាដែរឬក៏លោកនៅតែជឿគេទៀតឲ្យតែអាចជួយខ្ញុំបានឲ្យរួចពីក្តាប់ដៃហឺលៀនប៉ាខ្ញុំមកកសាងខ្លួនវិញខ្ញុំមិនហ៊ានទាមទាររបស់អត់ជាសៃនៅអ្វីដែលខ្ញុំបានធ្វើទេគ្រាន់តែសំណុំពរទុកជីវិតខ្ញុំតែប៉ុណ្ណោះឆាំងហ្វឹងកុំរវល់នឹងគេអ្នកដែលចោះចុះនឹងហ៊ីលៀនប៉ានឹងគ្មានមនុស្សល្អទេស្លាប់ទៅវាសមមកហើយឈិនស៊ីងមិនមែនខ្ញុំមិនចង់ជួយឯងទេតែខ្ញុំមិនដឹងថាគូមិនសាបចិត្តពឹសក្នុងខ្លួនឯងយ៉ាងម៉េចកុំមើលមុខខ្ញុំថ្នាំពឹសនាងមាសខ្ញុំអាចព្យាបាលជាដែរហើយកុំអាចព្យាបាលឲ្យឯងដែរយិនឈិនស៊ីងចង់បាត់ថ្នាំបន្សាបអីទៅយកពីហឺលៀនប៉ាទៅគេមានថ្នាំបន្សាបត្រូវហើយឲ្យទៅយកថ្មនេះ9ពីខ្លួនអាប៉ាប្រគល់ឲ្យហឺលៀនប៉ាគេនឹងឲ្យថ្នាំបន្សាបមកខ្ញុំថ្មនេះ9ថ្មនេះ9អូណាអាប៉ាឆ្លាតណាស់ឆាប់ឲ្យថ្មនេះ9មកខ្ញុំមកអាប៉ាគឺថ្មដែលពុកឲ្យប្រគល់ឯងនោះ